ទឹកមួយកែវនេះខ្ញុំនឹងស្រោចលើមនុស្សដែលមានចិត្តខ្មៅដូចជាលោកសេដ្ឋីនេះទឹកមួយកែវនេះនឹងជំរះភាពអាក្រក់ចេញពីខ្លួនណាលោកសេដ្ឋីនេះសង្ឃឹមថាស្អែកនេះលោកសេដ្ឋីនេះនឹងមានគំនិតល្អៗនៅក្នុងខ្លួនខ្លះអូយលបងនេះលបងឆ្លក់វង្វេងវាដល់ថ្នាក់នឹងមែនទេនាងស្រីម្នាក់នេះជាស្អីទៅនេះលបងងប់ងល់ជាមួយនឹងវាហើយមែនទេរហូតដល់លែងដឹងខុសដឹងត្រូវហើយមែនទេនេះលបងទីបំផុតមនុស្សអាក្រក់ដូចជាលោកសេដ្ឋីនេះនួននេះវាបានស្រក់ទឹកភ្នែកហើយទឹកភ្នែកមួយដំណក់នេះខ្ញុំរងចាំជាយូរណាស់មកហើយមកដល់វគ្គនេះផ្កាស្រស់នាងក៏បានយល់ព្រមធ្វើជាប្រពន្ធលោកសេដ្ឋីនិមិត្តប៉ុន្តែលោកសេដ្ឋីនិមិត្តគាត់មិនបានដឹងនោះទេថាផ្កាស្រស់គឺជាកូនស្រីបង្កើតរបស់គាត់យើងពិតជាសប្បាយចិត្តខ្លាំងណាស់ដែលផ្កាស្រស់ព្រមធ្វើជាសេដ្ឋីនីទី2របស់យើងអារម្មណ៍យើងពេលនេះសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមមិនបានឡើយខ្ញុំក៏សប្បាយចិត្តខ្លាំងណាស់ដែរប៉ុន្តែទន្ទឹមនឹងការសប្បាយចិត្តនេះខ្ញុំក៏មានអារម្មណ៍ថាភ័យខ្លាចលោកសេដ្ឋីនីនួនគាត់មកធ្វើបាបខ្ញុំទៀតព្រោះលោកសេដ្ឋីក៏ដឹងថាលោកសេដ្ឋីនីនួនណាគឺមិនពេញចិត្តខ្ញុំទេដែលខ្ញុំមកខ្លាចជាលោកសេដ្ឋីនីទី2បែបនេះដូច្នេះខ្ញុំប្រឈមមុខនឹងបញ្ហាជាច្រើនមិនអីនោះទេយើងមិនអោយអ្នកណាគេម្នាក់ធ្វើបាបផ្កាស្រស់បានឡើយអ្នកផ្កាស្រស់ថ្ងៃនេះពួកយើងយល់ព្រមស្រឡាញ់គ្នាហើយដូច្នេះឲ្យបងសូមអោបបន្តិចមកណាបងចង់ថ្នាក់ថ្នមអូនពិតជាស្មោកគ្រោកខ្លាំងណាស់ដែលលោកមានគំនិតបែបនេះមកលើកូនស្រីខ្លួនឯងផ្កាស្រស់មិនក៏អូននៅស្ងៀមបែបនេះតើអូនកើតអីមិនអីទេណាលោកសេដ្ឋីគឺមកពីខ្ញុំរំភើបពេកប៉ុន្តែខ្ញុំគិតថាពួកយើងកុំតន់ថ្នាក់ថ្នមគ្នានៅពេលនេះអីហេតុអីក៏មិនបានហេតុអីក៏ពួកយើងមិនអាចរួមដំណេកគ្នាមកពីខ្ញុំក្មេងពេកខ្ញុំមិនទាន់ត្រៀមចិត្តធ្វើជាប្រពន្ធគេឡើយដូច្នេះសូមលោកសេដ្ឋីទុកពេលឲ្យខ្ញុំបន្តិចទៀតទៅតែតំណែងខ្ញុំជាសេដ្ឋីនេះគឺនៅដដែលណាលោកសេដ្ឋីធីសែនបានត្រឹមតែលោកមើលដោយសម្រក់ទឹកភ្នែកតែប៉ុណ្ណោះនេះតើខ្ញុំគួរតែកាត់ចិត្តពីគេមែនទេហើយនេះគេមិនបានស្រឡាញ់ឯងទេធីសែនឯងគួរតែមានក្តីសុខពេលនេះឯងឃើញមនុស្សដែលឯងស្រឡាញ់គេមានក្តីសុខហើយឈប់គិតពីគេទៅហេលោកធីសែនកាស្រស់ប៉ុន្តែយើងពិតជាចង់រួមដំណេកនៅពេលនេះពិតមែនអត់ទេណាលោកសេដ្ឋីទុកពេលឲ្យខ្ញុំបន្តិចទៀតទៅខ្ញុំមានការទៅខាងក្រៅបន្តិចអញ្ចឹងខ្ញុំទៅសិនហើយផ្កាស្រស់អើយយើងមិនចេះហ្នឹងជប់សិនលោកជប់សិនអូលោកសេដ្ឋីនេះតើមកតាមខ្ញុំមានការអ្វីទៅនេះតើមានអ្វីចង់ឲ្យខ្ញុំបម្រើមែនទេមិនក៏លោកហៅខ្ញុំបែបនេះខ្ញុំហៅបែបហ្នឹងគឺត្រឹមត្រូវហើយព្រោះពេលនេះអ្នកនាងឡើងឋានៈជាសេដ្ឋីនេះហើយដូច្នេះខ្ញុំត្រូវតែហៅបែបហ្នឹងចឹងឯងមិនតាន់ដល់ថ្នាក់ហ្នឹងទេណាលោកទីសែននេះលោកហៅខ្ញុំថាផ្កាស្រស់ដូចមុនទៅខ្ញុំមិនថាអីឡើយបានបែបហ្នឹងក៏បានដែរអញ្ចឹងសម្រេចថាមកតាមខ្ញុំនេះតើមានការអីទៅនេះលោកអន់ចិត្តនឹងខ្ញុំមែនទេអន់ចិត្តនេះតើអន់ចិត្តរឿងអ្វីទៅខ្ញុំគ្មានអ្វីត្រូវអន់ចិត្តជាមួយនឹងអ្នកនាងនោះទេខ្ញុំដឹងណាខ្ញុំដឹងថាពេលនេះលោកអន់ចិត្តជាមួយនឹងខ្ញុំដែលខ្ញុំព្រមធ្វើជាលោកសេដ្ឋីនីទី2របស់លោកសេដ្ឋីនិមិត្តតែខ្ញុំធ្វើនេះក៏ព្រោះតែខ្ញុំមានហេតុផលរបស់ខ្ញុំហេតុផលរបស់អ្នកនាងបែបណាក៏បែបណាចុះសំខាន់ខ្ញុំមិនបានអន់ចិត្តឬមួយក៏ខឹងអ្នកនាងអ្វីឡើយខ្ញុំដឹងថាពេលនេះលោកអន់ចិត្តជាមួយនឹងខ្ញុំការដែលខ្ញុំធ្វើបែបនេះប៉ុន្តែខ្ញុំមានហេតុផលរបស់ខ្ញុំហេតុផលរបស់អ្នកនាងក៏ព្រោះតែអ្នកនាងចង់បានទ្រព្យសម្បត្តិលោកសេដ្ឋីអញ្ចឹងមែនទេហើយអ្នកនាងក៏ចង់ធ្វើជាលោកសេដ្ឋីនេះដែរនេះជាហេតុផលរបស់អ្នកនាងមែនទេមិនមែនបែបហ្នឹងនោះទេណានេះលោកគិតខុសមកលើខ្ញុំហើយអ្វីដែលខ្ញុំធ្វើនេះមិនមែនដូចជាអ្វីដែលលោកបានគិតឡើយណា
មិនមែនដូចអ្វីដែលខ្ញុំបានគិតតើហេតុផលរបស់អ្នកនាងគឺជាអ្វីទៅទើបអ្នកនាងព្រមធ្វើជាលោកសេដ្ឋីនីទី2របស់លោកសេដ្ឋីបែបនេះឆ្លើយមកគឺខ្ញុំគឺព្រោះនេះវាជារឿងពិតដែលអ្នកនាងព្រមស្រឡាញ់លោកសេដ្ឋីក៏ព្រោះតែលោកសេដ្ឋីមានទ្រព្យសម្បត្តិច្រើនប៉ុន្តែយ៉ាងណាវិញអ្នកនាងកុំបារម្ភអីខ្ញុំមិនបានខឹងខ្ញុំមិនបានអន់ចិត្តនឹងអ្នកនាងឡើយហើយពួកយើងនៅរាប់អានគ្នាដូចដើមអញ្ចឹងលោកទីសែនពេលនេះប្រហែលជាលោកស្អប់ខ្ញុំខ្លាំងណាស់ហើយថ្ងៃណាមួយលោកនឹងយល់ពីខ្ញុំថាអ្វីដែលខ្ញុំកំពុងធ្វើនេះខ្ញុំកំពុងតែជួបទុក្ខលំបាកយ៉ាងណាខ្លះអើយសាំខ្លាំងណាស់មនុស្សចិត្តនឹងមានស្នេហាទៅហើយបែរជាមកជួបរឿងចង្រៃបែបហ្នឹងទៅវិញហីនាងផ្កាស្រស់នេះនាងឯងពិតជាចង្រៃខ្លាំងណាស់ហ៊ានមកឆោតមុខរបស់យើងអើយមិនក៏នាងមកយកកំបិតមកឆោតមុខយើងទៅវិញហានេះមនុស្សចិត្តនឹងមានស្នេហាទៅហើយបែរជាមានស្នាមទៅលើមុខទៅវិញអើយបែបហ្នឹងអ្នកណាគេមកស្រឡាញ់ខ្ញុំទៅអត់ហើយពេលនេះសាំចិត្តណាស់យ៉ាងណាក៏នៅមានបងម្នាក់ដែលស្រឡាញ់អូនចេញពីចិត្តដែរណាអូនស្រឡាញ់អាប៉ោតអាមនុស្សឈួនមុខដូចឯងហ្នឹងឯងដែលយើងទៅស្រឡាញ់ឯងនោះដេកសម័យទៅណាអាកូនទោះបីជា100ជាតិទៀតក៏យើងមិនទៅស្រឡាញ់ឯងដែរណាអាប៉ោត100ជាតិទៀតយើងមិនបានស្រឡាញ់គ្នាពិតមែនប៉ុន្តែយើងស្រឡាញ់គ្នានៅជាតិនេះតែម្ដងទៅអីណែហើយមុខឯងដូចជាកង្កែបអញ្ចឹងឲ្យយើងទៅស្រឡាញ់ឯងមិននឹងការទៅអាកង្កែបចោះមនុស្សប្រុសបែបណាទើបអូនពើស្រឡាញ់មនុស្សប្រុសដែលយើងស្រឡាញ់មែនទេមានទ្រព្យសម្បត្តិច្រើនបើនិយាយរឿងមុខមាត់វិញគឺសង្ហាដូចជាលោកសេដ្ឋីឬមួយក៏សង្ហាដូចជាលោកប្រុសthịសែនអញ្ចឹងសង្ហាប៉ុណ្ណឹងគឺយើងយកហើយបើគេសង្ហាអញ្ចឹងក៏គេមិនមកយកអូនដែរគេរកស្រីស្អាតដូចជាគេអញ្ចឹងណាណែអាប៉ោតនេះឯងកំពុងតែឌៀយើងមែនទេមិនបានឌៀទេគ្រាន់តែនិយាយការពិតទេតើមកអាចោមកដូចត្រីឆ្លោយនេះហុយចេញពីបន្ទប់យ៉ាងទៅប៉ុន្តែអូនមិនទាន់ឆ្លើយនឹងសំណួររបស់បងនោះទេអូនព្រមស្រឡាញ់បងឬមួយក៏អត់មើលមាត់យើងឲ្យច្បាស់ណាយើងមិនបានស្រឡាញ់ឯងទេអត់បានស្រឡាញ់ចេញទៅអាប៉ោតយូរទឹកចេញទៅស្រឡាញ់តិចទៅអីមិនបានស្រឡាញ់ទេមកអាកបាញ់នេះໄວទៅហីមកដូចគេឆ្លាក់ខុសមកចង់ស្រឡាញ់ស្រីស្អាតដូចជានាងកពើដេកចាំដាំចៃទៅអាកូនផ្កាស្រស់ហើយមិនក៏ឯងសម្រេចចិត្តធ្វើជាប្រពន្ធលោកសេដ្ឋីបែបហ្នឹងទៅវិញបែបហ្នឹងវាមិនត្រូវទេណាផ្កាស្រស់មិនអីទេណាលោកយាយខ្ញុំបានគិតហើយអ្វីដែលខ្ញុំកំពុងធ្វើនេះគឺជាការត្រឹមត្រូវណាស់ពេលនេះឯងខ្លាយជាប្រពន្ធលោកសេដ្ឋីហើយតើឯងព្រមរួមដំណេកជាមួយនឹងលោកសេដ្ឋីដែរទេណែកុំភ្លេចណាឯងគឺជាកូនបង្កើតរបស់គាត់ឯងមិនត្រូវទៅរួមដំណេកជាមួយនឹងគាត់ឡើយណាផ្កាស្រស់សូម្បីតែគិតនឹងក៏វាខុសដែរមិនអីទេណាលោកយាយខ្ញុំមិនអាចរួមដំណេកជាមួយនឹងលោកសេដ្ឋីបានឡើយខ្ញុំគ្រាន់តែចង់ឲ្យគ្រួសារមួយនោះបែកបាក់គ្នាតែប៉ុណ្ណោះបន្ទាប់មកខ្ញុំនឹងមានផែនការជាច្រើនទៀតដើម្បីសងសឹកពួកគេបែបហ្នឹងក៏បែបហ្នឹងទៅណាតែសម្រាប់យើងក៏ត្រូវតែសងសឹកដែរហើយមនុស្សដែលយើងត្រូវសងសឹកនោះគឺជាលោកសេដ្ឋីនីនួនយើងនឹងសម្លាប់គេដោយផ្ទាល់ដៃអូយឃើញទឹកអញ្ចឹងនឹកដល់កូនរបស់នាងសន្យាដល់ហើយនេះអូយនិយាយរឿងនាងសន្យានឹងដូចជាខ្លាចខ្មោចដល់ហើយតិចខ្មោចនាងសន្យាមកឡងខ្ញុំទៅអូយកាន់តែគិតកាន់តែខ្លាចអូយនិយាយលេងសើចអីខ្លាចមែនតើអើយនៅម្ដុំនេះគ្មានខ្មោចដែរទេវ៉ៃមិនខ្លាចបាបកម្មទេបែរជាទៅខ្លាចខ្មោចទៅវិញយីកែនហើយមិនក៏មកស្ងាត់បែបនេះដឹងទេខ្ញុំខ្លាចនេះមនុស្សកំពុងតែខ្លាចខ្មោចផងមិនក៏ចេញមកស្ងាត់បែបនេះយើងគិតថានាងកុំខ្លាចខ្មោចអីខ្មោចវាមិនមកឡងមនុស្សចិត្តបាបដូចជានាងឡើយតែអ្វីដែលនាងគួរតែខ្លាចនោះគឺបាបកម្មពេលនេះកំពុងតែតាមដេញជើងរបស់នាងហើយណាវានឹងមកដល់ក្នុងពេលឆាប់នេះនិយាយឲ្យគេអត់មើលខ្លួនឯងទេមែនទេខ្លួនឯងនឹងស្អីខ្លួនឯងមានបាបច្រើនជាងខ្ញុំផងនេះ
មិនគិតទៅសាងបនកសលទេគិតតែមកថាឲ្យគេចាស់ហើយមិនទៅវត្តបាទេ យើងមានបាបប៉ុន្តែយើងកំពុងតែលាងចិត្តបាបនោះចេញពីក្នុងខ្លួនរបស់យើងចុះនាងវិញនាងបានលាងចិត្តបាបចេញពីក្នុងខ្លួនដែរទេគឺគ្មានទេមានតែសាងបាបកម្មថែមសាងអំពើអាក្រក់ថែមតែនាងត្រូវចាំថាបាបកម្មវាមានពិតមែនវាមិនចាំដល់ជាតិក្រោយទេវានឹងតាមសងនាងនៅជាតិនេះនាងចាំតែមើលទៅអេហើយយីកែនឹងថៃគាត់នឹងប្លែកដូចជាមនុស្សរោគចិនម៉ែនេះពូយើងមិនអាចពន្យាពេលបានទៀតទេណាម៉ែពេលនេះនាងផ្កាស្រស់នោះវាកាន់តែបានដៃហើយណាម៉ែម៉ែកុំបណ្ដោយឲ្យវាធ្វើអ្វីតាមតែអំពើចិត្តឲ្យសោះណានេះពូយើងសម្រាប់វាចោលតែម្ដងទៅវាមិនមែនជារឿងងាយស្រួលទេណាកូនកន្លងមកនេះពូយើងតែងតែចាញ់ប្រៀបវារហូតយើងធ្វើស្អីវាមិនបានអាចនិយាយបានថាវានឹងគឺឆ្លាតខ្លាំងណាស់វាការពារខ្លួនណាបានគ្រប់ពេលវាឆ្លាតណាស់ឆ្លាតយ៉ាងណាក៏ដោយខ្ញុំមិនអាចឲ្យវានៅទីនេះបន្តទៀតបានទេណាម៉ែហើយនេះកូនណាប្រុងធ្វើយ៉ាងម៉េចនាងផ្កាស្រស់នេះកូននេះហេតុអីបានជាមិនខាត់កូនស្រីយីកែននេះតើមិនចេះដឹងរឿងអ្វីដែរខ្ញុំមិនបានចេះដឹងអ្វីនោះទេត្រឹមតែជាទាសករម្នាក់គ្មានរឿងអ្វីដែលខ្ញុំត្រូវចេះដឹងឡើយបើគ្មានរឿងអ្វីត្រូវចេះដឹងបែបនេះកុំមកនិយាយច្រើនណាកុំមកនិយាយឲ្យយើងហាមឃាត់កូនស្រីរបស់យើងព្រោះតែគេគឺជាកូនរបស់យើងគេធ្វើស្អីយើងដឹងច្បាស់ខ្លាំងណាស់មិនបាច់ឲ្យយីកែនឯងមកចេះដឹងមកបញ្ជាយើងនោះទេខ្ញុំមិនបានបញ្ជាអ្វីទាំងអស់គ្រាន់តែខ្ញុំធ្វើអ្វីដែលខ្ញុំមើលឃើញតែប៉ុណ្ណោះតែវាជាការពិតដែលសពថ្ងៃនេះលោកសេដ្ឋីនេះកំពុងតែបង្រៀនកូនណាឲ្យដើរក្នុងផ្លូវអាក្រក់ហើយខ្ញុំមិនចង់ឃើញអ្នកនាងនាងដើរតាមកន្លងចាស់របស់លោកសេដ្ឋីនេះឡើយណែយីកែននេះកន្លងចាស់ស្អីនេះតើយើងធ្វើស្អីលោកសេដ្ឋីនេះធ្វើអ្វីខ្លះនោះលោកសេដ្ឋីនេះគួរតែដឹងច្បាស់ខ្លួនឯងហើយបាបកម្មដែលលោកសេដ្ឋីនេះសាងទាំងប៉ុន្មានកន្លងមកពេលនេះវាកំពុងតែមកតាមរោគលោកសេដ្ឋីនេះហើយណាបន្តិចទៀតនេះគង់តែមកដល់ទេចាំតែមើលទៅនាងផ្កាស្រស់ស្អីគេហ្នឹងលែងខ្ញុំទៅណាលែងខ្ញុំនាងស្រីថោកទាមក៏ព្រោះតែនាងម្នាក់ទើបគ្រួសាររបស់យើងមានចំនួនមិនចេះចប់មិនចេះហើយព្រោះតែនាងម្នាក់គុណនាងឆាប់ចេញទៅណាចេញពីភូមិគ្រឹះយើងទៅចេញអញ្ចឹងអីនេះតានាងមានសិទ្ធអីទៅមិនក៏នាងចង់ដេញយើងចេញពីភូមិគ្រឹះនេះត្រឹមតែជាកូនចិញ្ចឹមរបស់លោកសេដ្ឋីនាងកុំចង់មកដេញយើងចេញពីទីនេះប៉ុន្តែយ៉ាងណាក៏យើងមានសិទ្ធិច្រើនជាងនាងដែរបើនាងមិនចេញទេយើងនឹងសម្លាប់នាងលេយើងទៅណាលេយើងភ្លេចហើយថាពេលនេះយើងគឺជាប្រពន្ធលោកសេដ្ឋីដូច្នេះនាងគ្មានសិទ្ធិដេញយើងចេញពីទីនេះនោះទេនាងស្រីថោកទាមប្រសិនបើនាងគឺជាមនុស្សល្អប៉ុន្មាននោះនាងចេញទៅនាងកុំមកជ្រកកោនណានៅទីនេះវាមិនសមជាមួយនឹងមនុស្សថោកដូចជានាងទេខ្ញុំមិនបានតាំងខ្លួនខ្ញុំគឺជាមនុស្សល្អឡើយហើយខ្ញុំក៏មិនបានតាំងខ្លួនខ្ញុំគឺជាមនុស្សអាក្រក់ដែរខ្ញុំរស់នៅជាខ្ញុំអ្នកណាធ្វើល្អដាក់ខ្ញុំក៏ធ្វើល្អដាក់វិញអ្នកណាធ្វើអាក្រក់ដាក់ខ្ញុំក៏សងវិញដោយភាពអាក្រក់ប៉ុន្តែយើងមិនដែលទៅធ្វើស្អីនាងនោះទេរឿងការពីមុនប្រហែលជានាងភ្លេចអស់ហើយប៉ុន្តែសម្រាប់យើងនៅចងចាំជានិច្ចហើយយើងនឹងចាំរាល់ទង្វើទាំងប៉ុន្មានដែលនាងបានធ្វើមកដាក់យើងនឹងសងសឹកនាងរឿងការពីមុននេះតើជាស្អីទៅនេះតើនាងផ្កាស្រស់នេះតើវាគឺជាអ្នកណាគេតើយកចេញឲ្យអស់ទៅហ្នឹងហើយយកចេញឲ្យអស់ទៅនេះអាវ៉ាន់យកចេញទៅស្អីគេហ្នឹងស្អីគេណែពួកឯងហើយនេះពួកឯងយកអីវ៉ាន់យើងទៅណាណែបាទលោកសេដ្ឋីនេះលោកសេដ្ឋីឲ្យខ្ញុំយកអីវ៉ាន់លោកសេដ្ឋីនេះចេញទៅបន្ទប់ផ្សេងណែជប់ភ្លាមណាជប់ភ្លាម
លបងនេះតាលបងធ្វើស្អីហ្នឹងមិនក៏ឲ្យគេរើអីវ៉ាន់ខ្ញុំចេញពីបន្ទប់នេះ អូនទៅនៅឯបន្ទប់ផ្សេងទៅឯបន្ទប់នេះបងនៅជាមួយនឹងផ្កាស្រស់ហើយបងក៏បានរៀបចំបន្ទប់ថ្មីឲ្យអូនណារួចរាល់ដែរអញ្ចឹងអូនទៅនៅបន្ទប់នោះទៅ ខ្ញុំមិនព្រមនោះទេណាខ្ញុំនៅបន្ទប់នេះជាមួយនឹងលបងរាប់ឆ្នាំណាស់មកហើយគ្រាន់តែនាងផ្កាស្រស់នេះមកធ្វើជាលោកសេដ្ឋីនេះភ្លាមលបងក៏ដេញខ្ញុំចេញពីទីនេះអញ្ចឹងមែនទេ នួនហើយមិនក៏អូនមិនផ្ដល់ឱកាសឲ្យអ្នកក្រោយបែបនេះ លបងខ្ញុំផ្ដល់ឱកាសឲ្យអ្នកផ្សេងបានប៉ុន្តែសម្រាប់នាងស្រីម្នាក់នេះខ្ញុំគ្មានថ្ងៃផ្ដល់ឱកាសឲ្យនាងបានឡើយណាមិនបានឡើយចាស់ទៅហើយនៅមានចិត្តកំណាញ់ទៀតអីចាស់មិនព្រមចាស់សោះគិតថាស្លាប់ទៅនឹងយកអ្វីបានទៅខ្លះទៅណែនេះផ្កាស្រស់ នួនជួបភ្លាមណានេះកុំមកប៉ះពាល់ផ្កាស្រស់ទៀត លបងនេះលបងឆ្លក់វង្វេងវាដល់ថ្នាក់នឹងមែនទេនាងស្រីម្នាក់នេះជាស្អីទៅនេះលបងងប់ងល់ជាមួយនឹងវាហើយមែនទេរហូតដល់លែងដឹងខុសដឹងត្រូវហើយមែនទេនេះលបងទីបំផុតមនុស្សអាក្រក់ដូចជាលោកសេដ្ឋីនីនួននេះវាបានស្រក់ទឹកភ្នែកហើយទឹកភ្នែកមួយដំណក់នេះខ្ញុំរងចាំជាយូរណាស់មកហើយកុំយំអីណាលោកសេដ្ឋីនីនេះសម្រាប់កំពុងតែចាស់ផងប្រសិនបើលោកសេដ្ឋីនីយំបែបហ្នឹងទៅគឺអាក្រក់មើលខ្លាំងណាស់កុំយំអីណាហើយក៏ត្រូវតែរៀនទទួលស្គាល់ការពិតដែរនាងផ្កាស្រស់នាងផ្កាស្រស់នេះនាងឯងចាំទៅមើលទៅណាគួរឲ្យខឹងពិតមែនហេតុអីទៅហេតុអីក៏យើងធ្វើស្អីនាងផ្កាស្រស់នឹងមិនបានហេតុអីទៅហេតុអីការសងសឹកត្រូវតែមានការលះបង់លោកសេដ្ឋីនីនួនលោកសេដ្ឋីនីធ្លាប់វាយខ្ញុំដូច្នេះខ្ញុំក៏ត្រូវតែឲ្យអ្នកផ្សេងមកវាយលោកសេដ្ឋីនីជំនួសខ្ញុំបានដែរផ្កាស្រស់នាងក៏បានទាញកំបិតយកមកហើយនាងក៏បានឆោតដៃរបស់នាង អើយហីនាងផ្កាស្រស់លោកសេដ្ឋីជួយខ្ញុំផងណាលោកសេដ្ឋីផ្កាស្រស់នេះតើអូនណាកើតអីហ្នឹងឈាម លោកសេដ្ឋីមុននេះបន្តិចខ្ញុំបានចូលមកបន្ទប់របស់លោកសេដ្ឋីនីនួនគ្រាន់តែខ្ញុំមកដល់ភ្លាមលោកសេដ្ឋីនីក៏បានយកកំបិតមកចាក់ខ្ញុំប៉ុន្តែខ្ញុំយកដៃរងហើយក៏បានចំដៃខ្ញុំទៅនេះខ្ញុំឈឺខ្លាំងណាស់ណាលោកសេដ្ឋីម៉ែនេះជាស្អីហ្នឹងនាងផ្កាស្រស់នេះនាងកុំចេះតែនិយាយណាយើងមិនដឹងរឿងអីនោះទេនេះនាងកុហកទេនួនហើយមិនក៏អូនណាធ្វើបែបនេះលបងមិនមែនទេណាមិនមែនទេវាយគេទៅវាយគេឲ្យច្រើនទៅឲ្យសមនឹងទង្វើគេដែលគេបានធ្វើមកដាក់ផ្កាស្រស់ លោកបងនេះពុកធ្វើបែបនេះមិនហួសហេតុពេកទេមែនទេខ្ញុំជឿថាម៉ែគាត់មិនបានទៅធ្វើស្អីនាងផ្កាស្រស់នឹងទេនាងផ្កាស្រស់នេះវាប្រឌិតរឿងមកដោយខ្លួនឯងទេណាលោកបងវាពិតជាអាក្រក់ខ្លាំងណាស់ឯងមិនដែលបន្ទោសម្ដាយឯងទេព្រោះម្ដាយឯងមានគំនិតអាក្រក់ដូចជាឯងអញ្ចឹងទោះបីជាម្ដាយឯងសម្លាប់មនុស្សក៏ឯងនៅតែគិតថាគេត្រឹមត្រូវដែរលោកបងបានហើយវាយគេឲ្យច្រើនទៅណាហើយកុំឲ្យគេហូបបាយឲ្យសោះរហូតដល់ស្អែកពេលល្ងាចទើបដោះលែងគេប្រសិនបើអ្នកណាគេហ៊ានប្រឆាំងនឹងបញ្ជារបស់យើងមកដោះលែងលោកសេដ្ឋីនីនួននោះយើងនឹងដេញអ្នកនោះចេញពីភូមិគ្រឹះនេះលោកបងហីម៉ែលោកសេដ្ឋីនីនួនក៏ត្រូវបានគេវាយជាច្រើនដំបងឲ្យសមមកហើយណា
លោកសេដ្ឋីនីនួនកាលពីខ្ញុំនៅតូចលោកសេដ្ឋីនីមកវាយខ្ញុំប៉ុន្តែពេលនេះខ្ញុំឈរមើលគេវាយលោកសេដ្ឋីនីវិញម្ដងហើយ នាពេលយប់លោកសេដ្ឋីនីនួនខ្សោយហេវហត់អស់កម្លាំងណាស់ហើយក៏ទ្រាំឈឺពេញខ្លួនដែរក៏ព្រោះតែគេវាយជាច្រើនដំបងយ៉ាងម៉េចហើយស្គាល់រសជាតិដែលគេវាយនឹងដំបងហើយមែនទេស្គាល់រសជាតិដែលខ្លួនមិនបានធ្វើខុសហើយគេដាក់ទោសស្គាល់រសជាតិដែលគេចោទប្រកាន់ទាំងដែលខ្លួនណាមិនបានធ្វើខុសដែរទេនេះស្គាល់ហើយមែនទេនាងផ្កាស្រស់នេះនាងផ្កាស្រស់នេះនាងពិតជាអាក្រក់ខ្លាំងណាស់នាងអាក្រក់លើសត្វធាតុទៅទៀតនាងផ្កាស្រស់យើងស្អប់នាងមុននឹងថាខ្ញុំអាក្រក់គួរតែរំលឹកអតីតកាលខ្លួនណាសិនទៅថាខ្លួននេះបានធ្វើស្អីខ្លះហើយបច្ចុប្បន្ននេះខ្លួនណាបានធ្វើស្អីខ្លះនាងផ្កាស្រស់នេះតើនាងគឺជាអ្នកណាគេមិនក៏នាងមកតាមចងកម្មចងពីជាមួយនឹងយើងបែបនេះយើងមិនដែលស្គាល់នាងហើយយើងក៏មិនដែលទៅធ្វើស្អីនាងដែរមិនក៏នាងចេះតែមកចង់មានរឿងជាមួយនឹងយើងបែបនេះនាងផ្កាស្រស់នាងផ្កាស្រស់ខ្ញុំមិនមែនជាអ្នកណាគេទាំងអស់ហើយខ្ញុំចូលមករស់នៅទីនេះគឺគ្មានហេតុផលអ្វីទាំងអស់ណានាងផ្កាស្រស់នេះនាងកុំគិតឲ្យសោះណាកុំគិតថាយើងឲ្យនាងរស់បានសុខស្រួលឲ្យសោះយើងនឹងសម្លាប់នាងខ្ញុំមិនងាយស្លាប់ទេប្រសិនបើខ្ញុំស្លាប់លោកសេដ្ឋីក៏ត្រូវតែស្លាប់តាមក្រោយដែរហើយជីវិតខ្ញុំគឺមិនទៅណានោះទេណាជីវិតខ្ញុំគឺមានតម្លៃខ្លាំងណាស់ខ្ញុំរស់នៅមានន័យជាងលោកសេដ្ឋីនេះនាងផ្កាស្រស់ទឹកមួយកែវនេះខ្ញុំនឹងស្រោចលើមនុស្សដែលមានចិត្តខ្មៅដូចជាលោកសេដ្ឋីនេះទឹកមួយកែវនេះនឹងជំរះភាពអាក្រក់ចេញពីខ្លួនណាលោកសេដ្ឋីនេះសង្ឃឹមថាស្អែកនេះលោកសេដ្ឋីនេះនឹងមានគំនិតល្អៗនៅក្នុងខ្លួនខ្លះផ្កាស្រស់នាងក៏បានយកទឹកចាក់លើលោកសេដ្ឋីនី